ការប្រកួតខ្សត់គ្រាប់បាល់នៅឯកីឡដ្ឋានគិរីវង្សជំនួបសប្តាហ៍ទី31រវាងក្រុមម្ចាស់ផ្ទះគិរីវង្សសុខសាន្តជ័យដែលមានឯកសណ្ឋានពណ៌បៃតងជាមួយនឹងក្រុមភ្ញៀវបាទក្លឹបបាល់ទាត់ Live ខេត្តព្រះសីហនុដែលមានឯកសណ្ឋានពណ៌សលោកអញ្ញាកណ្ដាលថនថាវ័នគឺជាអ្នកបាទកាត់សេចក្តីនៅក្នុងការប្រកួតនេះបាទយើងឃើញមានបាទការទាត់បាល់បាទប៉ះដៃខ្សែការពារអាប៊ីអាបតស៊ីហើយក៏ទទួលបានបាល់ពីនៃ penalty សម្រាប់ក្រុមភ្ញៀវ Live ខេត្តព្រះសីហនុយើងមើលត្រង់នេះបាទចំដៃតែម្ដងធ្វើលោកអញ្ញាកណ្ដាលថនថាវ័នផ្ដល់បាល់ពីនៃតែការទាត់ style Bruno Fernandes របស់ Kim Yun Su ត្រូវសង្គ្រោះបានដោយអ្នកចាំទីស៊ូសវណ្ណិតយើងមើលត្រង់នេះបាទគាត់មិនអាចបញ្ឆោតសវណ្ណិតបានទេសវណ្ណិតហក់ត្រូវហើយចំដៃខាងស្ដាំរបស់គេនេះហើយគឺជាការសង្គ្រោះនៅក្នុងដើមការប្រកួតវគ្គទី1ការតែត្រង់នេះមិនចំគោលដៅដោយ Kem Link K ក៏មានការបញ្ជូនពីកីឡាករហាក់វុធីបាទហើយលោតតែទៅប៉ុន្តែតែពីក្រោមបាល់ធ្វើឲ្យបាល់នេះផ្លោងរំលងរបាទីម្ចាស់ផ្ទះគិរីវង្សក៏មានឱកាសមួយដែរតែបាល់នេះ offside ទេបាទការបញ្ជូនឲ្យកីឡាករដាវរ៉ូសាន់គឺទាត់មួយប៉ះយកតែម្ដងមកកោងទំនងបុកជាមួយនឹងបង្គោលទីហើយក៏ទៀតចេញក្រៅទោះជាចូលក៏មិនយកដែរដោយសារតែជំហររបស់រ៉ូសាន់ offside បន្តចូលដល់ការប្រកួតវគ្គទី2ក្រុមទាំងពីរក៏ប្រឹងប្រែងរៀងខ្លួនបន្ថែមទៀតដើម្បីធ្វើយ៉ាងណារកគ្រាប់បាល់នាទីទី50កីឡាករគីមយុនស៊ូបាទទាត់ទៅក៏ផ្លាតបាទទៀតចេញក្រៅមិនបានសម្រេចនោះទេបាទក៏ជាកីឡាករមួយរូបដែលបង្កើតឱកាសច្រើនលើកច្រើនសារផងដែរនាទីទី58ត្រង់នេះការបញ្ជូនទៅបាទគឺគីសហើយក៏ទាត់បញ្ចូលទីបានយ៉ាងល្អទីបំផុតបាទគីមយុនស៊ូធ្វើបានសម្រេចគ្រាប់បាល់បញ្ចូលទីឲ្យក្រុមភ្ញៀវ Live ខេត្តព្រះសីហនុនាំមុខបាទក្រុមម្ចាស់ផ្ទះគិរីវង្សសុខសាន្តជ័យ1-0បាទត្រង់នេះគេក៏បាទលូកដែរ Samuel Ofuri តែមិនបានសម្រេចទេធ្វើឲ្យយិនស៊ូមានឱកាសទាត់បញ្ចូលទីមើលជាថ្មីម្ដងទៀតការបញ្ជូនចុះបានយ៉ាងល្អចលនារបស់គីមយុនស៊ូហើយក៏ចេញមករារាំងដែរដោយសវណ្ណនិតតែមិនបានសម្រេចទៅចុងការប្រកួតទៅហើយបាទ Victor Azike បាទបញ្ជូនបាល់ទៅត្រង់នេះមានការរត់ទៅតែក៏ប៉ះទង្គិចគ្នាបាទការបញ្ជូនបាល់ទៅបាទ Samuel Ofuri បាទបុកជាមួយនឹងរុនចុងមីងបាទហើយក៏លឺសំឡេងកញ្ចែបញ្ចប់ការប្រកួតពីលោកអញ្ញាកណ្ដាលថនតាវ័នដែលធ្វើឲ្យក្រុមម្ចាស់ផ្ទះបារងបរាជ័យក្រុមធ្វើជើងក្រុមភ្ញៀវ Live ខេត្តព្រះសីហនុក្នុងលទ្ធផលបាទដូចស្ដើងគឺ1-0